រៀនធ្វើជាមនុស្សល្អដើម្បីជីវិតមានសេចក្តីសុខយើងត្រូវរៀនធ្វើជាមនុស្សល្អមានអ្នកខ្លះក៏គិតថាគ្រាន់តែធ្វើជាមនុស្សល្អចាំបាច់រៀនដែរខ្ញុំគិតថាត្រូវរៀនពោលគឺរៀនកាត់បន្ថយការគិតអាក្រក់ហើយបណ្ដុះនូវការគិតល្អនេះជាលក្ខណៈពិសេសខាងក្នុងដែលមនុស្សភាគច្រើនមើលមិនឃើញនិងយកចិត្តទុកដាក់តែសម្បកខាងក្រៅរៀនធ្វើជាមនុស្សល្អគឺរៀនឲ្យចេះដឹងគុណចេះស្រឡាញ់ចេះគោរពចេះអាណិតនិងចេះទទួលខុសត្រូវតើអ្នកចូលចិត្តមនុស្សដូចដែលរៀបរាប់ទេនោះហើយដែលធ្វើឲ្យមនុស្សល្អទទួលបានក្តីសុខពោលគឺសុខព្រោះមានអ្នកផងស្រឡាញ់សុខកើតចេញពីការគិតល្អរបស់ខ្លួនសុខដោយមិនខ្វល់ថាមានអ្នកណាគិតអាក្រក់លើខ្លួន